ហើយមួយទៀតពេលដែលយើងសែនឆេងមេងចំណុចមួយព្រោះឥឡូវនេះគឺមានអ្នកចេះដឹងច្រើនដែររឿងហុងស៊ុយកុំទៅថតនៅកន្លែងមុខភ្នោថតឲ្យគេឃើញអញ្ចឹងណាពួកអីពេលខ្លះបើសិនជាគេមានគំនិតមិនល្អមួយយើងគេគាត់មើលភ្នោគេដឹងថាទាស័យយើងមិនបាត់ហើយជីវិតយើងបច្ចុប្បន្នបែបណាបាត់អញ្ចឹងនៅពេលដែលរូបភាពដែលយើងថតអ្នកខ្លះក៏ថតឲ្យមកដាក់តាំងអី background ជាស្អីអញ្ចឹងបាននៅក្នុងក្បួនតម្រារបស់ចិនគឺគេអត់ឲ្យថតទេនៅពេលដែលយើងទៅសែនភ្នោតែបើយើងថតទេសមួយទៀតអ្នកដែលមានកូនក្មេងកូនងាមិនមែនកូនក្មេងដែលគាត់រត់លេងដូចប៉ុណ្្នឹងឯងកូនក្មេងកូនងាដែលយើងនៅ3នៅនឹងដៃពេលទៅសែនឆេងមេងមិនគួរយកទៅតាមឯងព្រោះថាបើសិនជាកន្លែងសែនរបស់យើងមានតែជាដូនជាតារបស់យើងវាមិនអីទេខ្លាចតាកន្លែងសែនរបស់យើងមិនមានជាដូនជាតាត្រឹមតែជាដូនជាតារបស់យើងមានអមនុស្សផ្សេងអញ្ចឹងវាទៅជាបន្លាចក្មេងៗនឹងវិញមកវិញធ្វើឲ្យកូនយើងឈឺចឹងអត់គួរយកទៅទេមួយទៀតអ្នកដែលមានផ្ទៃពោះចាអ្នកដែលមានផ្ទៃពោះពេលទៅសែនបានប៉ុន្តែត្រូវមើលថានៅជុំវិញហ្នឹងមានគេដុតផាវអីអត់តែស្រុកយើងដោយសារអត់ឲ្យដុតផាវយើងអត់សូវមានហានិភ័យទេតែស្រុកគេអត់ទេណាជាពិសេសនៅថៃគេសែនឆេងមេគេដុតផាវទ្រង់ទុងតាំងពេញហ្នឹងហើយប៉ះចំទិសឆុងគេដុតហ្នឹងទិសហ្នឹងហេងរបស់គេយើងមកឈោបែរទៅចំទិសឆុងហើយប៉ះយើងមានផ្ទៃពោះហើយយើងឆុងឆ្នាំអីទៀតទៅលូតកូនហ្មងហ្នឹងហើយបានថាពេលមានផ្ទៃពោះពេលទៅសែនបើករណីកន្លែងសែនរបស់យើងភ្នោដូនតារបស់យើងគេអត់មានដុតផាវមិនជាបញ្ហាមិនមានតកាយគាស់ដំអីក៏អត់មានបញ្ហាសែនបែបសាមញ្ញធម្មតាមួយទៀតស្ត្រីមានរដូវហាមឡើងប្រក់ភ្នោបើទៅសែនបានឲ្យធូបហើយនៅឆ្ងាយទៅកុំទៅឡើងប្រក់ភ្នោនឹងដំណំពេលយើងសែនឆេងមេងចឹងបានចំនួនមុនគេថាស្រីមិនឲ្យធ្វើគ្រូហុងស៊ុយចំនួនមកគឺនិយាយគ្រូហុងស៊ុយមកដូនតាស្រីក៏ឲ្យធ្វើដោយសារខ្លាចប៉ះពាល់កន្លែងហ្នឹងអ្នកខ្លះអត់ដឹងហ៎មានរដូវឲ្យទៅរៀបហុងស៊ុយអីគេគ្រោះទាំងគ្រូគ្រោះទាំងអ្នកធ្វើអញ្ចឹងបានមកជាច្រើនគេយកបរោះអ្នកធ្វើតែបើយើងស្រឡាញ់ជីវិតខ្លួនយើងពេលយើងមកយើងកុំទៅយើងរកអ្នកផ្សេងទៅចឹងបានគ្រូហុងស៊ុយនៅក្នុងស្ថាប័នខ្ញុំselectសត្វតអ្នកដែលអាចទប់នឹងមនុស្សបានទប់នឹងធម៌ពលអវិជ្ជមានបានអ្នកដែលមានរិស័យទប់បានគាត់អាចធ្វើជាគ្រូហុងស៊ុយបែបជីនទាំងខុសពីសាយគីឬដួងកែវកំណើតតែបើភ្នោមនុស្សស្លាប់អានឹងរើសអ្នកដែល strong រិស័យដែលអាចទប់បានទៅរួចហើយស្រីតួតែនឹងច្បាស់ control ខ្លួនឯងខ្លះអីចង់បានលុយគេទៅអញ្ចឹងអាហ្នឹងកុនកាអាយុខ្លីតែបើយើងដឹងថាលុយប៉ុណ្ណឹងមិនតែអាយុយើងបានណាម្នេះយើងកុំទៅតែយើងមើលគ្រូហុងស៊ុយស្រីម្នាក់នៅហុងកុងក៏រៀបឲ្យណូរបស់មហាសេដ្ឋីម៉ាកាវក៏ស្រីដែរតែគេរៀបកូនចៅគេសេដ្ឋីដូចគ្នានឹងដោយសារឯគេអាច control ខ្លួនគេបានតែបើសិនជាដូចពួកយើងថាបើគិតថាអីយើងត្រូវការលុយប៉ុណ្ណឹងមកអីអាមិនអីហ្នឹងយើងទិញជីវិតយើងអត់បានទេអញ្ចឹងយើងទៅដឹងចំណុចខ្លាំងចំណុចខ្សោយកន្លែងហ្នឹងផង